សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Mr. X សម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនដែលប្រើប្រាស់នៅ Facebook ហើយចង់ធ្វើការលុបជាមួយនឹង account Facebook ចេញណាអញ្ចឹងដើម្បីយើងធ្វើការលុបជាមួយនឹង account Facebook ចេញបានជាដំបូងបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹងកម្មវិធី Facebook ជាមុនសិនមកហើយមកដល់ត្រង់ចំណុចនេះបងប្អូនធ្វើការចុចត្រង់ចំណុចគូស3ខាងលើបាទអញ្ចឹងយើងចុចលើនឹងមកហើយបន្ទាប់មកទៀតយើងគ្រាន់តែធ្វើការ scroll មកក្រោមហើយចុចទៅលើពាក្យថា Setting and Privacy បាទអញ្ចឹងយើងចុចត្រង់ចំណុច Setting and Privacy រួចយើងធ្វើការចុចជាមួយនឹងពាក្យថា Setting បាទអញ្ចឹងមកដល់ត្រង់ចំណុចនេះបងប្អូនយើងគ្រាន់តែធ្វើការចុចទៅលើពាក្យថា Account Center អញ្ចឹងកន្លែងហ្នឹងយើងចុចម្ដុំណាក៏បានដែរបងប្អូនចុចលើនឹងមកហើយបន្ទាប់មកទៀតយើងគ្រាន់តែធ្វើការស្វែងរកពាក្យខាងក្រោមដែលគេដាក់ថា Personal Detail នេះបងប្អូនណាត្រង់ចំណុចហ្នឹងអញ្ចឹងយើងចុចទៅលើហ្នឹងមកហើយបន្តមកទៀតបងប្អូនកន្លែងដែលយើងអាចធ្វើការលុបគឺយើងចុច account ownership and control បាទអញ្ចឹងយើងចុចលើហ្នឹងមករួចហើយយើងយកពាក្យថា deactivate or deletion បាទអញ្ចឹងយើងចុចកន្លែងហ្នឹងហើយបន្តមកទៀតយើងធ្វើការជ្រើសរើស Facebook របស់យើងអញ្ចឹងណាបងប្អូនបាទបន្ទាប់មកបងប្អូនគ្រាន់តែធ្វើការចុចត្រង់ចំណុចខាងក្រោមដែលគេដាក់ថា delete account បាទយើង tick ក្នុងហ្នឹងមករួចហើយយើងចុចពាក្យថា continue បាទអញ្ចឹងមកដល់ត្រង់ចំណុចនេះផងដែរគឺនៅពេលដែលយើងធ្វើការលុបជាមួយនឹង Facebook របស់យើងដែលយើងបានបង្កើតពីមុនមកអញ្ចឹងណាបងប្អូនអញ្ចឹងទាំងគ្រប់បាទទាំង page ទាំងអីអញ្ចឹងគឺយើងនឹងបាត់បង់ទាំងអស់តែម្ដងបងប្អូនណាបាទនៅពេលដែលយើងធ្វើការលុបណាបាទនេះគឺជា Facebook របស់ខ្ញុំដែលបានបង្កើតតាំងពីឆ្នាំ2020មកម្លេះអញ្ចឹងនៅពេលដែលខ្ញុំធ្វើការលុបគឺវានឹងបាត់បង់ទាំងអស់តែម្ដងទាំងចំនួនមិត្តភ័ក្តិទាំងរូបភាពទាំង story ទាំងអីហ្នឹងគឺវាបង្ហាញឲ្យយើងទាំងអស់តែម្ដងអញ្ចឹងនៅពេលដែលយើងធ្វើការលុបយើងគ្រាន់តែធ្វើការចុចពាក្យថា continue មកនៅពេលដែលយើងចុចពាក្យ continue វាតម្រូវឲ្យយើងសួរយើងសិនថាត្រង់ចំណុចហ្នឹងវាសួរយើងសិនអញ្ចឹងកន្លែងនេះគឺជាសំណួរដែលគេសួរយើងហេតុអីបានជាយើងនឹងធ្វើការលុប account Facebook បាទអញ្ចឹងមុននឹងយើងលុបយើងអាចធ្វើការគ្រីសមួយក្នុងចំណោមទាំងអស់ហ្នឹងទៅតើវាមានផលប៉ះពាល់អីបានជាយើងលុប Facebook យើងអត់មានពេលសម្រាប់ការប្រើប្រាស់ Facebook ច្រើនឬក៏យ៉ាងម៉េចបាទបន្ទាប់មកទៀតយើងគ្រាន់តែធ្វើការចុចពាក្យថា continue ត្រង់ចំណុចខាងក្រោមមកហើយបងប្អូនធ្វើការចុចពាក្យថា continue ម្ដងទៀតមកណាបាទហើយត្រង់ចំណុចនេះដែរគឺបងប្អូន scroll មកក្រោមឲ្យអស់មកបាទយើង scroll មកក្រោមមកអស់យើងត្រូវចុចទៅលើពាក្យថា continue អញ្ចឹងវានឹងសួរយើងហើយវានឹងតម្រូវឲ្យយើងធ្វើការវាយនៅ password អញ្ចឹងបងប្អូនត្រូវធ្វើការវាយនៅ password សិនដើម្បីយើងធ្វើការលុបណាបាទបន្តមកទៀតវានឹងឲ្យយើងធ្វើការលុបណាបងប្អូនហើយត្រង់ចំណុចនេះបងប្អូនបញ្ជាក់បន្តិចគឺវារយៈពេល30ថ្ងៃទេបើសិនជាយើងលុបហើយយើងចង់បានមកវិញគឺមុន30ថ្ងៃឬក៏ត្រឹម30ថ្ងៃយើងអាចយកមកវិញបានតែបើលើសហ្នឹងយើងយកមកវិញអត់បានទេអញ្ចឹងមកដល់ត្រង់ចំណុចនេះយើងគ្រាន់តែចុចពាក្យ delete ទៅអញ្ចឹង account Facebook របស់យើងនឹងបានលុបចេញតែម្ដងបាទវីដេអូគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាអរគុណច្រើនសម្រាប់ការតាមដានទស្សនាបើសិនជាគិតថាមានអត្ថប្រយោជន៍អាចធ្វើការចែករំលែកបានអរគុណជួបគ្នានៅវីដេអូក្រោយ